ចាំបាច់តតែយើងមានលុយគ្រប់គ្រាន់ក្នុងការចាប់ដើមធ្វើអីដែលយើងចង់ធ្វើឯងសូមឲ្យយើងនឹងចាប់ដើមធ្វើវាទៅហើយចាប់ដើមនឹងគឺចាប់ដើមថ្ងៃហ្នឹងហ្មងមិនថាយើងកុំចាំដល់ស្អែកកុំវេតវារហូតដល់យើង ready វាអត់មានពេលណាដែល ready អត់មានលុយណាគ្រប់គ្រាន់សម្រាប់ ready start អាជីវកម្មទេអញ្ចឹងណាជំរាបសួរទស្សនិកជនទាំងអស់គ្នាខ្ញុំឈ្មោះវុនថារីខ្ញុំជានាយកប្រតិបត្តិនិងជាស្ថាបនិករបស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា Sutrain ឃ្លាលើកទឹកចិត្តផ្ទាល់ខ្លួនហ្មងគឺទី1ជាភាសាអង់គ្លេសថា it's not how much money you have it's about you feel enough to do it and start do it today អញ្ចឹងគឺយើងបកស្រាយមកវិញថាអត់ចាំបាច់តតែយើងមានលុយគ្រប់គ្រាន់ក្នុងការចាប់ដើមធ្វើអីដែលយើងចង់ធ្វើឯងសូមឲ្យយើងនឹងចាប់ដើមធ្វើវាទៅហើយចាប់ដើមនឹងគឺចាប់ដើមថ្ងៃហ្នឹងហ្មងមិនថាយើងកុំចាំដល់ស្អែកកុំវេតវារហូតដល់យើង ready វាអត់មានពេលណាដែល ready អត់មានលុយណាគ្រប់គ្រាន់សម្រាប់ ready start អាជីវកម្មទេអញ្ចឹងណាឃ្លាទី2ដែលខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងហ្នឹងគឺថា success is never own it's a group of people collaboration and work together so even like team របស់ពួកយើងក៏ដោយក៏ជា asset របស់ company ដែរអញ្ចឹងខ្ញុំគិតថាជោគជ័យមិនមែនគ្រាន់តែខ្ញុំម្នាក់ឯងអាចទៅរួចទេខ្ញុំត្រូវការចូលរួមគ្រប់ភាគីពាក់ព័ន្ធការងារក្រុមបុគ្គលិកត្រូវការអ្នកជុំវិញខ្លួនដើម្បីចូលរួមចំណែកហើយបន្តដំណើរអាជីវកម្មក៏ដូចជាបន្តដំណើរហ្នឹងទៅទាំងអស់គ្នាអញ្ចឹងណាបានយើងឃើញ success ហ្នឹងវាធំទូលំទូលាយហើយយើងអាចដើរបានយូរទៀតអញ្ចឹងណាអ្វីដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរហ្នឹងគឺថាកាលពីមុនខ្ញុំគ្រាន់តែជាអ្នកបច្ចេកទេសមួយឯងជាអ្នកស្រាវជ្រាវមួយអញ្ចឹងចូលចិត្តការងារពិសោធន៍ក្នុង lab ណាច្រើនវាពេលដែលខ្ញុំចូលរួមអាជីវកម្មបានខ្ញុំដឹងថាអូតាមពិតខ្ញុំនៅក្មេងនៅឡើយនៅស្ទើរមែនតើនៅឡើយក្នុងការប្រឡូកពេលដែលយើងឃើញថាពេលដែលយើងធ្វើអាជីវកម្មវាអត់មែនជាតែជំនាញបច្ចេកទេសទៅរួចទេយើងត្រូវការជំនាញច្រើនហើយធ្វើឲ្យខ្ញុំនឹងខ្លួនឯងផ្ទាល់ផ្លាស់ប្ដូរខ្លួនឯងបន្ថែមទៀតពីរៀង introvert ធ្វើការមួយម៉ាស៊ីនមួយ lab មួយអីចឹងណាបដូរមកចេះកជែកវែកញែកច្រើនចេះធ្វើតំណែងច្រើននៅក្នុងសង្គមចេះមើលពីទីផ្សារឲ្យបានទូលំទូលាយហើយមាន visionary ឲ្យបានវែងឆ្ងាយទៅពេលដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មហ្នឹងយើងក៏ដូចគ្នាដែរពេលហ្នឹងខ្ញុំចាប់ផ្ដើមមាន confidence ខ្លួនឯងកាន់តែច្រើនឡើងហើយចេះជជែកវែកញែកឲ្យបានច្រើនហើយចេះបានន័យថាយើងចេះលើកយកហេតុផលមួយចំនួនទៅធ្វើការសម្រេចចិត្តអីផ្សេងច្រើនជាពិសេសហ្នឹងគឺក្នុងដំណាក់កាលពេលដែលយើងធ្វើ close deal ជាមួយនឹងភ្ញៀវឬក៏អតិថិជនរបស់ពួកយើងណាហើយយើងតែងតែអរគុណដែរដែលភ្ញៀវកន្លងមកពេលដែលយើងបានមានហេតុផលច្បាស់លាស់បញ្ជាក់ប្រាប់ពួកគាត់អាចទទួលយកបានហើយពួកគាត់ទទួលយកសេវាកម្មហើយនៅផលិតផលរបស់ពួកយើងបានអញ្ចឹងវាជា achievement មួយដែលពួកយើងបានធ្វើហើយវាបានផ្លាស់ប្ដូរពី personal ក៏ដូចជាអាចជួយផ្ដល់ផលប៉ះពាល់វិជ្ជមានទៅកាន់សហគមន៍របស់ពួកយើងIt's not how much money you have. It's about you feel enough to do it and start do it. Success is never own. It's a group of people collaboration and work together.